ទេសភាពរដូវស្លឹកឈើជ្រុះបងប្អូនអើយនិយាយពីថាស្អាតដូចស្អាតដំបងថាអត់ថតទេដល់ទៅពេលឃើញវាស្អាតពេកនឹងក៏ថតឲ្យបងប្អូនបានឃើញជាមួយនឹងខ្ញុំបន្តិចទៅណាចែកគ្នាមើលថាតើទេសភាពនារដូវស្លឹកឈើជ្រុះនៅប្រទេសគេនឹងវាស្អាតដល់កម្រិតណាអូយដូចក្នុងរូបគំនូរអញ្ចឹងណាភ្លៀងបងប្អូនអើយភ្លៀងអើយរដូវស្លឹកឈើជ្រុះលោកកាយលោកណាស្អាតតែភ្លៀងស្រេចមើលយកពីស្អាតអូយស្លឹកឈើជ្រុះឡើងពីពេញនឹងបងប្អូនអើយអានេះដើរស្រួលប្រយ័ត្នល្អិលទៀតទៅញ៉ាំអីយើបងប្អូនរកស៊ុបក្តៅបន្តិចសិនកូនបើនាងខ្ញុំបងប្អូនអើយឲ្យតែថាមកហាងហ្នឹងគឺគេពេញចិត្តគៀវអំពងនឹងឯងហៅរហូតមើលមុខញ៉ាំមកបិទទូរស័ព្ទសិនញ៉ាំថ្ងៃនេះថ្ងៃសៅរ៍ចុងសប្តាហ៍អញ្ចឹងមានណាពូបបួលមកញ៉ាំអីនឹងក្រៅនេះអូយដាក់បាយលោកលាក់មួយចានទៅឡងតំណងឆ្ងាញ់បាយលោកលាក់នៅនឹងចង់ញ៉ាំកាទៀវនៅនឹងផងចង់ញ៉ាំបាយលោកលាក់ផងប៉ុន្តែញ៉ាំអត់អស់អញ្ចឹងហើយមានតែសុំទឹកស៊ុបគាត់ហើយហៅបាយលោកលាក់អញ្ចឹងទៅមានអីបងប្អូនអូយទឹកស៊ុបគេនៅនេះគូឆ្ងាញ់មែនតើខ្ញុំធ្លាប់ញ៉ាំកាទៀវប្រហិតសាច់គោនៅនឹងឆ្ងាញ់ទឹកស៊ុបអញ្ចឹងទៅក៏នឹកឃើញដល់ទឹកស៊ុបគាត់ហ្នឹងចង់ញ៉ាំពីរយ៉ាងប៉ុន្តែយើងវាញ៉ាំអត់អស់ដូចជំរាបអញ្ចឹងហើយមានតែហៅទឹកស៊ុបគាត់សុំទឹកស៊ុបក្តៅយកមកហត់ចឹងទៅណានឹងខ្ញុំឲ្យតែខែល្ងាឬក៏មេឃយើងចុះតិចអីនឹងខ្ញុំជួយចិត្តញ៉ាំអីក្តៅកម្ដៅខ្លួនចឹងឯងហើយបើថាខែល្ងាទៀតតែក្តៅស៊ុបក្តៅគឺញ៉ាំញឹកដោយបងប្អូនបានឃើញចឹងណាសុំតន្តិចទេស្មានតែគាត់ឲ្យអាកូនចានទូចចូលបងប្អូនដូចនៅរេស្តូរ៉ង់យួនទៅហដងហ្នឹងមានណាលេងដាក់មកគោមធំហ្មងតាំងពីលើកមុននឹងខ្ញុំឡើងភ្ញាក់សុំតន្តិចបានច្រើនហ្នឹងអានេះបង្អែម3ពណ៌គេបងប្អូនអើយបង្អែម3ពណ៌នៅហ្នឹងចាញ់នៅហាងយួននឹងខ្ញុំធ្លាប់ញ៉ាំទេរបស់គេឆ្ងាញ់តែនឹងខ្ញុំត្រូវមាត់នៅហាងយួននោះជាងបង្អែមនេះវាឆ្ងាញ់ណាបងប្អូនមិនមែនអត់ឆ្ងាញ់ទេណាប៉ុន្តែហ្នឹងឯងរសជាតិដែលនឹងខ្ញុំចូលចិត្តគឺនៅហាងយួនថ្ងៃនេះអត់មានកិច្ចការអីទេប៉ុន្តែចង់ចេញទៅក្រៅញ៉ាំអីពូនាំទៅញ៉ាំអីក៏ទៅញ៉ាំអីទៅបងប្អូនអើយនិយាយទៅអារឿងទៅញ៉ាំអីនៅក្រៅហ្នឹងទៅឡើងញឹកឡើងលេងថតទៅយូរនឹកឃើញថតម្ដងចឹងទៅញ៉ាំហើយមកដល់ផ្ទះវិញផ្លាស់កៅអៅហើយបើកបង្អួចមកឃើញទេសភាពស្អាតពេកហេដាក់មកឃ្លីបបង្ហាញបងប្អូនឲ្យឃើញទាំងអស់គ្នាមួយនឹងខ្ញុំបន្តិចនៅជុំវិញផ្ទះហ្នឹងនាងខ្ញុំចូលចិត្តមកថតនៅហ្នឹងដោយសារតែទេសភាពធម្មជាតិវាស្អាតដូចគំនូរណាបងប្អូនឃើញនឹងក្រៅផ្ទាល់បានដឹងមិនខ្មិច